ជីកក្តាមមានបរិះប្តីប្រពន្ធមានកូនប្រុសមួយនោះកូននោះអាយុបាន12ឆ្នាំមាតាស្លាប់នៅតែឪពុកពោះម៉ាយឪពុកក៏ធ្វើរបស់របរលក់ដូរតែ2នាក់នឹងកូនលក់មិនដាច់រឹតតែក្រទៅក្រោយមកឪពុកអនិច្ចកម្មទៅទៀតកូននៅតែម្នាក់ឯងរក្សាផ្ទះសម្បែងឪពុកស្លាប់ទៅ5ថ្ងៃក៏មកពន្យល់សពកូនកូនឯងក្រលំបាកណាស់យើងជាឪពុកមានរបស់អ្វីនឹងឲ្យទេដូច្នេះឲ្យកូនទៅជីកក្តាមនៅក្រោមខ្ទមអ្នកតាទិសឦសានផ្ទះយើងយកទៅលក់ចិញ្ចឹមជីវិតរៀងរាល់ថ្ងៃចុះលោកភ្លឺឡើងកូននោះភ្ញាក់ឡើងចាំផ្ទះនៅនិមិត្តសពក្រុមក៏ចាប់យកចបដើរតម្រង់ទៅខ្ទមអ្នកតាជីកទៅឃើញក្តាមមួយប្រកាសមែនរួចយកក្តាមនោះទៅលក់ឲ្យអ្នកផ្សារជាស្រួលស្រួលបន្លឺមកជួយទៅក្តាមជួយទៅក្តាមក្តាមខ្ញុំផ្លេចផ្លេចស្រស់ស្រស់ល្អណាស់នេះជួយទៅក្តាមខ្ញុំខ្លះទៅក្តាមខ្ញុំផ្លេចផ្លេចស្រស់ស្រស់ល្អណាស់ដាក់ក្តាមនេះយូរអមិនដឹងមកចែកឲ្យពូខ្លះមកចឹងបរោះនោះបានប្រាក់ហើយត្រឡប់មកវិញថ្ងៃក្រោយទៅលៀបព្រឹកទៅជីកក្តាមនៅទីកន្លែងដដែលនោះបានក្តាមមួយយកទៅលក់ឲ្យអ្នកផ្សារទៀតគេក៏ទិញយកពេលមុនទៅទិញក្តាមខ្ញុំខ្លះបានពូ10មកបរោះនោះត្រឡប់មកផ្ទះនៅទីនោះមានមហាសេដ្ឋីម្នាក់មានកូនក្រមុំច្រើនកូនស្រីបងទាំងប៉ុន្មានមហាសេដ្ឋីរៀបឲ្យមានប្តីទាំងអស់នៅតែកូនស្រីម្នាក់ឈ្មោះនាងពៅគឺកូនពៅប្រកែកមិនព្រមជប់ប្តីមហាសេដ្ឋីជាឪពុកម្ដាយបង្ខំឲ្យមានប្តីក៏មិនព្រមជប់រីឯបុរសនោះថ្ងៃក្រោយទៅជីកក្តាមនៅទីកន្លែងដដែលទៀតបានហើយកាន់យកទៅលក់នាងពៅកូនក្រមុំមហាសេដ្ឋីបានឃើញក៏ហៅមកសួរបងប្រុសយកក្តាមទៅណានឹងខ្ញុំយកទៅលក់នៅឯផ្សារអញ្ចឹងលក់ឲ្យខ្ញុំទាំងអស់បានទេបានខ្ញុំនឹងមិនពិបាកយកទៅលក់នៅផ្សារផងនាងពៅក៏ទិញយកទាំងអស់ពីថ្ងៃនេះតទៅបានអ្នកបានក្តាមកុំលក់ឲ្យអ្នកណាអ្នកយកមកលក់ឲ្យខ្ញុំរាល់ថ្ងៃកុំខានណាអញ្ចឹងចាប់ពីស្អែកទៅខ្ញុំយកមកលក់ឲ្យអ្នកនាងអរគុណអ្នកនាងណាដោយនាងនោះមានចិត្តប្រតិបត្តិនឹងបរិះនោះណាស់តែអ្នកនោះមិនដឹងខ្លួនបរិះនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញបរោះនោះចាប់មកលក់ឲ្យតែនាងរាល់ថ្ងៃនាងនោះទទួលទិញយកមិនដែលខានហើយនាងពៅមានចិត្តរត់តែស្រឡាញ់បរោះនោះខ្លាំងឡើងក៏ធ្វើរឹកពីកិរិយាឲ្យបរោះនោះដឹងបងប្រុសហាត់ហើយហូបបាយទឹកបន្តិចសិនទៅហើយចុកបាយកញ្ចប់ទឹកញ៉ាំតាមផ្លូវផងទៅបងប្រុសបាទអរគុណអ្នកនាងណាខ្ញុំលាទៅវិញសិនហើយនាងនោះស្រឡាញ់ខ្ញុំពិតប្រាកដណាស់តាមកាយវិការរបស់នាងហើយណាខ្ញុំសពថ្ងៃក្រីក្រណាស់ណាមួយកំព្រាផងខ្ញុំរាល់ថ្ងៃក្រលំបាកណាស់ហើយកំព្រាទៀតខ្ញុំមិនហ៊ាននិយាយស្ដីថ្មីទេចំណែកបងស្រីប៉ុន្មាននាក់បានឃើញនាងពៅជាប្អូនធ្វើរឹកពីកិរិយាស្រឡាញ់បរោះលក់ក្តាមនោះប៉ុន្តែក៏នាំគ្នាទៅជម្រាបមហាសេដ្ឋីជាមេដាបៃតាលោកពុកនាងពៅធ្វើរឹកពីស្រឡាញ់បរោះជីកក្តាមនោះក្រៃពេកបរោះនោះបានក្តាមចេះតែមកយកលក់ឲ្យនាងពៅទទួលទិញរាល់តែថ្ងៃរួចធ្វើរឹកពីកិរិយាស្រឡាញ់បរោះនោះខ្លាំងណាស់
ខ្ញុំទាំងអស់និយាយទូមានដូចអិចក៏មិនព្រមស្ដាប់តាមត្រូវតែធ្វើខ្លាំងឡើងខ្លាំងណាស់ណាលោកពងសេដ្ឋីជាមេដាបិតាលើដូច្នេះច្រឡំខឹងឲ្យហើយនឹងទៅមកជេរបន្ទោសផ្នែកតែឌីផងនេះជាមនុស្សរំទៅនឹងចិត្តមេដាបៃតាអញឲ្យមានប្តីទៅមនុស្សមានទ្រព្យសម្បត្តិផងឯងមិនព្រមយកឥឡូវផងឯងឆ្លាញ់មនុស្សកំសត់លក់តែក្តាមទៅវិញផងឯងនេះអាក្រក់ណាស់ចុះចេញពីផ្ទះអញឲ្យឆាប់ទៅហើយយកអាកំសត់លក់ក្តាមនេះចុះតាំងពីថ្ងៃនេះទៅផងឯងកុំមកផ្ទះឯងសុំដោយតែក្នុងភូមិក៏មិនបានអញកាត់ការចោលហើយអើរីហើយលើកលែងពីគុណដងទៅចំណែកមេដាកាប់ចិត្តមិនដាច់នឹងកូនពៅក៏លោកវិចរបស់ស្រាលស្រាលដែលមានតម្លៃឲ្យទៅនាងពៅជាកូននេះកូននេះរបស់របរមានតម្លៃខ្លះអាចឲ្យកូនដោះស្រាយជីវភាពខ្លួនឯងបានសូមឲ្យកូនទៅឲ្យបានសុខសំណាងល្អណាស់កូនណាម៉ែសុំទោសកូនលាម៉ែនឹងពុកសិនហើយតែកូនមានជីវភាពល្អប្រសើរកូននឹងទៅមកជួបម៉ែនៅពុកវិញណាកូនសំពះលាមេដាចុកបង្វិចដែលមេដាឲ្យចុះចេញពីផ្ទះសំដៅទៅផ្ទះបរោះលក់ក្តាមនិយាយប្រាប់ពីរឿងមេដាខឹងបណ្ដឹងចេញសពគ្រប់បរោះនោះបានស្ដាប់ហើយឆ្លើយតបដោយក្តីអាណិតនាងទៅជាខ្លាំងខ្លួនខ្ញុំសពថ្ងៃក្រីក្រជាទីបំផុតហើយកំព្រាមានតែម្នាក់ឯងផងនាងត្រឡប់ទៅវិញចុះខ្ញុំមិនហ៊ានទទួលយកនាងទេខ្ញុំខ្លាចមហាសេដ្ឋីជាបិតាចាប់ទោសយកខ្ញុំទៅសម្លាប់ខ្ញុំមិនទៅវិញទេសូវស្លាប់នឹងអ្នកហើយដូច្នេះយើងគិតដូចម្ដេចបើអ្នកគិតឃើញយ៉ាងណាខ្ញុំនឹងទទួលតាមបើដូច្នេះយើងនាំគ្នាចេញចោលផ្ទះទៅនៅខេត្តក្រៅហើយធ្វើផ្ទះនៅជាមួយគ្នាដើម្បីកុំឲ្យលោកសេដ្ឋីតាមរកយើងឃើញលោកប្រឡើងមកជីកក្តាមនៅទីដដែលយកទៅលក់ដោយថ្ងៃមុនទៀតបានប្រាក់ហើយទិញវត្ថុផ្សេងមកផ្សាយប្រពន្ធទិញក្តាមខ្ញុំផងបនាងទៅនោះហើយតែជាស្រីគ្រប់លះក៏ប្រតិបត្តិប្តីមិនឲ្យទាស់ចិនវេលាជប់ចូលដំណេកនាងទៅនិយាយនឹងប្តីថាអូនសុំចិត្តបងតាំងពីថ្ងៃនេះតទៅបងកុំទៅជីកក្តាមទៀតឡើយប្រាក់កាសយើងមានច្រើនណាស់បើបងចង់ទិញរបស់អ្វីអត់ទេបងចង់រកប្រាក់បានខ្លះទៀតមិនចង់នៅទំនេរដូចនេះទេប្តីមិនព្រមតាមលុះព្រឹកឡើងប្តីកាន់ចប់ទៅជីកក្តាមទៀតប្រពន្ធឃើញដូច្នេះក៏លោកដើរតាមទៅមើលទីកន្លែងឲ្យបានច្បាស់មិនឲ្យប្តីដឹងលុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញចំណែកប្តីជីកបានក្តាមហើយយកទៅលក់រួចទិញម្ហូបចំណីផ្ញើប្រពន្ធបងថ្ងៃនេះទៅកាប់អស់ក្នុងព្រៃឆ្ងាយអូននៅមើលផ្ទះសម្បែងឲ្យស្រួលផងចាមិនអីទេបងកុំព្រួយអីនាងទៅបានឃើញប្តីទៅរកអស់ក៏កាន់ចោលទៅជីករំលើងនៅទីកន្លែងដែលប្តីជីកក្តាមនោះអស់រួចហើយក៏ត្រឡប់ដាំបាយធ្វើម្ហូបចំណីទុកឲ្យប្តីបរិភោគពេលថ្ងៃល្ងាចត្រជាក់ប្តីមកពីព្រៃក៏បរិភោគបាយជាមួយគ្នាលុះព្រឹកឡើងប្តីទៅកាន់ចប់ជីកក្តាមទៀតទីកន្លែងនេះដូចជាធ្លុះធ្លាយរលើងចាត់ខ្ចាយអស់ហើយប្រហែលជាមានអ្នកណាមកជីកក្តាមកន្លែងនេះដែរហើយអាយ៉ាសម្បកក្តាមអីក៏ធំចម្លែកម្ល៉េះផ្លែស្ងួតស្អាតដូចជាហាត់ថ្ងៃយូរហើយអ្នកនោះក៏កាន់សម្បកក្តាមយកមកទុកក្រោមផ្ទះមិនបានប្រាប់ភរិយាឲ្យដឹងភរិយាក៏មិនបានសួរប្តីដូចម្ដេចឡើយដល់វេលាយប់ចូលដំណេកនាងទៅកាន់ប្រាក់របូតពីដៃមួយណែងទៅក្រោមផ្ទះធ្លាក់ទៅលើសម្បកក្តាមធំនោះនាងទៅក៏មិនឲ្យប្តីដឹងហើយគិតចាំព្រឹកភ្លឺច្បាស់ឡើងសិមចុះទៅយកប្រាក់មកទុកវិញ
ឡើងនាងទៅចុះពីផ្ទះទៅយកប្រាក់មួយណែនដែលធ្លាក់ស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្តាននាងអរណាស់យកមកឲ្យប្តី អ្នកនេះបានប្រាក់មកពីណាមិនក៏ច្រើនម្ល៉េះ បងមានអំណរពុនប្រមាណហើយពីថ្ងៃនេះតទៅបងយកឈប់ទៅជីកក្តាមទៀតហើយ មែនទេបងអញ្ចឹងយើងលែងលំបាកវេទនាទៀតហើយខ្ញុំពិតជាអរខ្លាំងណាស់ទាំងពីរអ្នកប្តីប្រពន្ធវេលាជប់កាលណាក៏នាំគ្នាទម្លាក់ប្រាក់ទៅចំសម្បកក្តាមធំលុះប្រាក់ឡើងចុះទៅមើលឃើញពេញសម្បកក្តាមក៏យកមកទុកព្រាបើទម្លាក់ប្រាក់រៀលប្រាក់ឡើងឃើញប្រាក់រៀលបើទម្លាក់ប្រាក់ណែនប្រាក់ឡើងឃើញប្រាក់ណែនបើទម្លាក់គ្រឿងមាសពេញប្រាក់ឡើងឃើញគ្រឿងមាសពេញពេញសម្បកក្តាមទាំងពីរអ្នកប្រព្រឹត្តយ៉ាងនេះចំនួន1ឆ្នាំប្រាក់និងគ្រឿងប្រដាប់មានច្រើនណាស់រាប់មិនអស់ ប្រាក់យើងមានច្រើនម្ល៉េះយើងបានអ្វីទុកដាក់ប្រាក់គ្រឿងប្រដាប់ទាំងអស់នេះទៅ យើងនាំគ្នាយកប្រាក់និងគ្រឿងប្រដាប់ទាំងអស់ទៅជីកដៃកប់ទុកទៅក្រោយពីថ្ងៃនោះមកទាំងពីរអ្នកប្តីប្រពន្ធនាំគ្នាទៅសួរមហាសេដ្ឋីជាមេដាបិតាទៅដល់បងស្រីទាំងអស់បានឃើញហើយជេរតែចៅចង្រៃឯងនាំប្តីកំសត់លក់តែក្តាមរកអីខំឯងបានលឺទេលោកពុកបណ្ដេញកាត់ការចោលហើយសូម្បីតែក្នុងភូមិក៏ចូលមិនបានដែរតែចៅចង្រៃឯងចេញពីភូមិអត់ឆាប់ទេបងទាំងអស់គ្នាទៅមើលងាយខ្ញុំមកនេះដើម្បីសួរពុកនិងម៉ែលោកមានគុណលើខ្ញុំមិនសុំទ្រព្យសម្បត្តិលោកទេសម្បត្តិបងឯងទាំងអស់ក៏ខ្ញុំមិនសុំខ្ញុំមើលទៅទ្រព្យសម្បត្តិបងឯងទាំងអស់គ្នាមានតែប៉ុណ្ណេះខ្ញុំមិនកោតមិនព្រឺឡើយសូម្បីតែរួមចិត្តខ្ញុំក៏ខ្ញុំមិនព្រឺដែរអូហងឯងនេះអួតខ្លាំងណាស់អញមិនជឿនោះទេបើមិនជឿភ្នាល់គ្នាចាស់ភ្នាល់គ្នាដូចម្ដេចខ្ញុំឲ្យបងទាំងអស់គ្នារកប្រាក់ខ្ញុំឲ្យអស់ក្នុងមួយថ្ងៃបើរកអស់ខ្ញុំចែកឲ្យគ្រប់គ្នាបើរកមិនអស់ខ្ញុំមិនឲ្យទេតែខ្ញុំជឿថាកុំឡើយរកមួយថ្ងៃទុកជារក2ថ្ងៃឬ3ថ្ងៃក៏មិនអត់ដែរអូអញមិនព្រមតែរកទេបើហកឯងក៏ហកអញវាយហកឯងសម្លាប់ចោលហើយអញ្ចឹងក៏តាមចិត្តបងក៏នាំគ្នាទៅរកប្រាក់នាងទៅរកតាំងពីព្រឹកទល់ល្ងាចក៏មិនអស់នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីជាមេដាបៃតាពុកម៉ែនាងទៅជាប្អូនវាអួតខ្លាំងណាស់ខ្លួនវាមានប្រាក់ច្រើនខ្ញុំទាំងអស់គ្នាមិនជឿហើយវាថាបើមិនជឿទេឲ្យទៅមើលផ្ទះវាចុះខ្ញុំទាំងអស់គ្នាក៏ទៅមើលឃើញថាវាមានប្រាក់ច្រើនមែនហើយក៏ភ្នាល់នឹងវាហើយវាថាបើខ្ញុំទាំងអស់គ្នារាប់ប្រាក់វាក្នុងមួយថ្ងៃអស់វាឲ្យខ្ញុំយកចែកគ្នាចុះហើយថាបើរាប់មិនអស់ទេវាមិនឲ្យនោះទេខ្ញុំទាំងអស់គ្នារាប់តាំងពីព្រឹកដល់ល្ងាចក៏មិនអស់ប្រាក់វាដែរហើយខ្ញុំត្រឡប់មកជម្រាបពុកម៉ែសូមជ្រាប យីហេតុអីមានប្រាក់ច្រើនយ៉ាងនេះលោកក្រមការទៅមើលប្រាក់នឹងទៅឲ្យចាក់ច្បាស់ទៅមើល ក្រុមការទាំងនោះបានឃើញប្រាក់នាងពៅច្រើនប្រកបមែនហើយត្រឡប់មកជម្រាបមហាសេដ្ឋីសពគ្រប់មហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់ក៏បានហាមបំរើឲ្យតែឲ្យនាងពៅនៅកូនប្រសាមកប្រាប់ កូនឯងមកនៅជាមួយនឹងមេដាបេដាវិញទៅ ទើបមហាសេដ្ឋីបង្គាប់ក្រុមការទាំងអស់ឲ្យកានរទេះក្របីគោជាច្រើនទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅយកមកទាំងអស់លោកមហាសេដ្ឋីជាមេដាបិតាទទួលមរណភាពទៅវេលានោះប្តីនាងពៅនិងភរិយាបានធ្វើជាសេដ្ឋីជំនួសបិតាតទៅឈើពងកុំដាក់គូតលេង